អ្នកខ្លះប្រឹងដើម្បីរស់ហើយអ្នកខ្លះរស់ដោយមិនបាច់ប្រឹងរឿងហ្នឹងគឺវាធម្មតាហើយដោយសារនេះគឺជាជីវិតអ្នកទាំងអស់គ្នាត្រូវចាំថានៅក្នុងជីវិតយើងគ្មានអីស្មើភាពទេគឺវាលំអៀងតាំងពីពេលយើងកើតមកម៉េះព្រោះម្នាក់អត់អាចជ្រើសកន្លែងកើតបានទេប៉ុន្តែអ្នកទាំងអស់គ្នាមានសិទ្ធិផ្លាស់ប្ដូរវាសនាខ្លួនឯងបានបើសិនជាអ្នកទាំងអស់គ្នាខំប្រឹងមិនថាយើងប្រឹងដើម្បីរស់ឬក៏រស់ដោយមិនបាច់ប្រឹងទេអ្នកទាំងអស់គ្នាត្រូវតែដឹងច្បាស់ថាតើអ្នកទាំងអស់គ្នាកើតមកមានតួនាទីអីត្រូវធ្វើអីហើយគោលដៅអ្នកទាំងអស់គ្នាមានអីខ្លះអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចង់ដើរឲ្យដល់គោលដៅខ្លួនឯងអ្នកទាំងអស់គ្នាត្រូវប្រឹងហើយកុំតូចចិត្តនឹងវាសនាព្រោះអីយើងអាចរើសកន្លែងកើតបានទេតែយើងមានតួនាទីផ្លាស់ប្ដូរវាសនាខ្លួនឯងបាន